ទាំងហើយកៅថងពីទូអសតាប្រិយមិត្តមានដឹងទេថានៅពីក្រោយភាពស្រស់ស្អាតរបស់នាងរំដួលចម្ពូសេដាចម្ប៉ានិងក្រុមសម្ដែងព្រះចន្ទរថ្មីទាំងអស់គឺបរិសម្នាក់នេះសោះជាអ្នក make up និងពេលខ្លះធ្វើឲ្យផ្អើលអស់នៅអ្នកសម្អាតស្រុកខ្មែរតែម្ដងពីការតុបតែងខ្លួនកូនក្រមុំទៅតាមសម័យកាលនីមួយៗកាលណាដែលគេរំលឹកពីអ្នកបង្កើតមាតិកាប្លែកៗនៅលើបណ្ដាញសង្គមជឿជាក់ថាប្រិយមិត្តមិនអាចបំភ្លេចបានឡើយនៅបរិសម្នាក់មានរាងសង្ហានិងជាអ្នក make up ដ៏ជំនាញប្រចាំក្រុមសម្ដែងព្រះចន្ទរថ្មីដ៏ល្បីល្បាញនៅលើបណ្ដាញសង្គមដោយគ្រប់ការតុបតែងខ្លួនរបស់តួសម្ដែងស្រីនៅក្នុងក្រុមភាគច្រើនគឺជាការ make up របស់បរិសង្ហានេះស្ទើរតែទាំងអស់ចំណែកទឹកដៃវិញគឺមិនចាញ់អ្នក make up អាចជាប៉ុន្មានឡើយចង់បានមុខយ៉ាងណាក៏បានចង់ផាត់មុខឆ្នាំ90ក៏ចេញនិងសម័យបច្ចុប្បន្នក៏គាត់អាចប្រែកាយជូនបានយ៉ាងស្រស់ស្អាតផូរផង់យ៉ាងណាមិញជារឿយៗនៅពីក្រោយនៃភាពស្រស់ស្អាតរបស់តួសម្ដែងប្រចាំក្រុមព្រះចន្ទរថ្មីមានដូចជានាងរំដួលចម្ពូសេដាចម្ប៉ានិងតួសម្ដែងជាច្រើនទៀតនៅក្នុងក្រុមគឺសັບសឹងតែជាស្នាដៃផាត់មុខដៃគាត់ទាំងអស់ចំពោះឈ្មោះពិតរបស់លោកគឺអល់កំអានចំណែកឈ្មោះហៅនៅលើបណ្ដាញសង្គមគេនិយមហៅថាចរណៃបច្ចុប្បន្នរស់នៅភូមិឈុកឃុំត្បាញ2ស្រុកគូលែនខេត្តព្រះវិហារចំណែកមុខរបស់បច្ចុប្បន្នជាអ្នកបង្កើតមាតិកានៅលើបណ្ដាញសង្គមដឹកនាំសម្ដែងនិងជាអ្នក make up ដ៏ជំនាញផងដែរក្នុងការផ្ដល់បទសម្ភាសន៍ផ្ទាល់តាមរយៈបណ្ដាញសង្គម Telegram លោកចរណៃបានប្រាប់មកកាន់ក្រុមការងារយើងខ្ញុំថារូបលោកនេះហើយដែលជាអ្នកដឹកនាំសម្ដែងនិងបង្កើតវីដេអូប្លែកៗនៅលើបណ្ដាញសង្គមមានទាំងការថតសម្អាងការបែបប្លែកៗទៅតាមសម័យកាលនីមួយៗនៅពេលដែលមានការសំណូមពរពីសំណាក់ fan អ្នកគាំទ្ររបស់លោកចរណៃបាននិយាយទាំងអស់សំណាច់ថាតាមពិតទៅកាលនោះលោកបានផាត់មុខបែបកូនក្រមុំឆ្នាំ2000ជាងនិងថតជាវីដេអូរូបភាពលេងសើចតែប៉ុណ្ណោះមិននឹកស្មានថាទទួលបានការស្រឡាញ់ពីប្រិយមិត្តអ្នកលេងបណ្ដាញសង្គមឡើយប៉ុន្តែនៅចាំបានថ្ងៃមួយរំដួលនឹងសីហាបាននិយាយលេងថាចង់បានការតុបតែងបែបឆ្នាំ2010វាយ៉ាងម៉េចរូបលោកផ្ទាល់ក៏អស់សំណាចហើយក៏ផាត់មុខទៅតាមសំណូមពររបស់តួនិងយកទៅបង្ហោះនៅលើបណ្ដាញសង្គម TikTok និងនៅលើបណ្ដាញសង្គម Facebook ក៏ផ្ទុកការចាប់អារម្មណ៍ភ្លុកទឹកភ្លុកដីតែម្ដងបរិសង្ហារូបនេះបានបន្តទៀតថាក្រោយពីនាងរំដួលទៅការគ្រប់គ្រងកន្លងមកលោកក៏បានចាប់នាងចម្ពូមកថតតែងបែបសេរីឆ្នាំ90ក៏រឹតតែធ្វើឲ្យមហាជនស្គាល់ភេកកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃចំណែកចំណូលពី YouTube និង Facebook ក៏បានគួរសមផងដែរចំពោះសប្តាហ៍ថ្ងៃរកការថតរូបផ្សេងរបស់ក្មេងនៅក្នុងក្រុមគឺលោកជាអ្នក make up និងការស្លៀកពាក់ឲ្យទាំងអស់និយាយរួមគឺលោកពាក់ហុកជំនាញតែម្ដងជាចុងក្រោយលោកចរណៃបានថ្លែងអំណរគុណជាច្រើនដល់ប្រិយមិត្តទាំងអស់ដែលនិយមស្រឡាញ់ពេញចិត្តលោកនិងសូមជូនពរឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាជួបតែសំណាងល្អគ្រប់គ្នាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបានសុខសប្បាយគ្រប់គ្នាតែម្ដង